អូខេតោះអញ្ចឹងថ្ងៃហ្នឹងយើងនឹងមកដឹងអំពីប្រវត្តិរបស់ D-Rod នៅក្នុង Mobile Legends នៅពេលដែល D-Rod ចាប់កំណើតឡើងនោះគឺគេមានឈ្មោះថា Eri ឬយុគទី2ហើយសម្រាប់ឈ្មោះនេះគឺខ្ញុំរៀងពិបាកអានតិចអញ្ចឹងបើសិនជាខ្ញុំហៅឈ្មោះត្រូវអីកុំប្រកាន់ខ្ញុំអីដែលគេនេះកើតមកគឺជាព្រះរាជបុត្រនៃអាណាចក្រម៉ូនីយ៉ានដែលជាអាណាចក្រដ៏ធំនិងមានអំណាចខ្លាំងមួយនៅក្នុងពិភព Mobile Legends Eri ឬយុគទី2កើតមកក្នុងគ្រួសាររាជវង្សដែលពោរពេញទៅដោយកិត្តិយសក្តីសង្ឃឹមនិងអនាគតដ៏ភ្លឺស្វាងគ្រប់គ្នាជឿថាក្មេងប្រុសម្នាក់នេះនៅពេលដែលគេធំឡើងនឹងក្លាយទៅជាស្ដេចដ៏អស្ចារ្យម្នាក់នៅថ្ងៃអនាគតហើយគេក៏មានបងស្រីម្នាក់ផងដែរដែលនាងមានឈ្មោះថាសេវណ្ណាហើយនាងពិតជាស្រឡាញ់បងប្រុសរបស់នាងហើយនាងក៏បានសន្យាថានាងនឹងការពារបងប្រុសរបស់នាងដល់ថ្ងៃស្លាប់សម្រាប់សេវណ្ណាបងប្រុសរបស់នាងមិនមែនត្រឹមតែជាសមាជិកគ្រួសារធម្មតានោះទេគេគឺជាព្រលឹងគឺជាបេះដូងរបស់នាងហើយនាងត្រូវការពារគេឲ្យបានក៏ប៉ុន្តែសម្ភារអង្គុលមួយនេះគឺមិនបានយូរនោះឡើយនៅក្នុងថ្ងៃគោលបណ្តើររបស់អេរីយូទី2កម្លាំងរបស់អាប៊ីក៏បានវាយប្រហារចូលមកអាប៊ីគឺជាអាណាចក្របិសាចដ៏ធំមួយនៅក្នុងពិភព Mobile Legends អាប៊ីគឺជាអំណាចនៃភាពងងឹតដែលតែងតែចង់បំផ្លាញអាណាចក្រម៉ូនីយ៉ាននិងលេបយកពិភពលោកទាំងមូលនៅក្នុងភាពចលាចលនិងសង្គ្រាមក្មេងតូចម្នាក់នេះត្រូវបានចាប់យកទៅនៅពេលនោះគ្មាននរណាម្នាក់ដឹងថាគេនៅរស់នៅស្លាប់ឡើយ